ជំរាបសួរលោកអ្នកគ្រូវីដេអូនេះខ្ញុំនឹងធ្វើការបង្ហាញជូនលោកអ្នកគ្រូពីរបៀបក្នុងការបិទកម្មវិធីនៅពេលដែលយើងបើកកុំព្យូទ័រដំណើរការដំបូងជាទូទៅតែងតែមានកម្មវិធីដែលយើងបានដំឡើងចូលក្នុងកុំព្យូទ័រមួយចំនួនតូចដំណើរការមកជាមួយនៅពេលដែលយើងបើកកុំព្យូទ័រដំណើរការដំបូងយើងបិទដើម្បីជួយសម្រួលឲ្យកុំព្យូទ័រយើងពេលដែលបើកដំណើរការដំបូងដើរលឿនជាងមុនបាទសូមបញ្ជាក់ជូនថាវិធីនេះជួយសម្រួលបានខ្លះៗបាទតោះដើម្បីកុំឲ្យខាតពេលយូរសម្រាប់លោកអ្នកគ្រូដែលប្រើ Windows 11យើងចូលទៅបិទ Start Up ដំបូងយើងគ្រាន់តែមកស្ដាំនៅលើ Taskbar ខាងក្រោមនេះបាទយើងមកស្ដាំនៅលើកម្មវិធីទេណាបាទនៅលើ Taskbar កន្លែងទទេស្អាតនេះមកស្ដាំមកបន្ទាប់មកទៀតសូមលោកអ្នកគ្រូរើសយក Task Manager បាទរងចាំបន្តិចទៅមកទៀតបើសិនជាចេញបែបនេះលោកអ្នកគ្រូគ្រាន់តែចុចលើសញ្ញាត្រេ3នេះមកបាទចុចមកហើយលោកអ្នកគ្រូមើលមកខាងក្រោមនៅត្រង់កន្លែង Start Up App បាទកន្លែងនេះបាទចុចលើ Start Up App នេះមកសូមដាក់ពេញអេក្រង់តែម្ដងនេះគឺជាកម្មវិធីដែលដំណើរការនៅពេលដែលយើងចុចបើកដំណើរការម៉ាស៊ីនកុំព្យូទ័រដំបូងកម្មវិធីនេះតែងតែ run មកជាមួយដែរដូច្នេះយើងបិទទៅអត់អីទេបាទអត់ប៉ះពាល់អីទេបាទ disable មក full app នេះខ្ញុំទុកបាទមើលមកក្រោមទៀតកម្មវិធីណាដែលយើងចង់បិទយើងបិទទៅណាបាទប៉ុន្តែយើងមើលផងគេលោយើងបិទចំ system ណាបាទឧទាហរណ៍ថានេះដូចកម្មវិធីចាប់មេរោគនេះខ្ញុំអត់បិទទេបាទនៅពេលដែលបើកដំណើរការម៉ាស៊ីនកុំព្យូទ័រដំបូងឲ្យកម្មវិធីចាប់មេរោគនេះដំណើរការដែរបាទអញ្ចឹងខ្ញុំអត់បិទទេហើយកម្មវិធីនេះបាទនេះយើងបិទមកបាទនេះដូចគ្នាបាទ disable នេះបិទណាបាទបិទបែបនេះគឺយើងគ្រាន់តែផ្អាកនៅពេលដែលកុំព្យូទ័របើកដំណើរការដំបូងយើងមិនចាំបាច់ឲ្យកម្មវិធីនេះ run ឬក៏ដំណើរការជាមួយទេបាទប៉ុន្តែពេលក្រោយយើងចង់បើកប្រើប្រាស់អីធម្មតាគឺបើកបានណាបាទអត់អីទេបាទតែប៉ុណ្នេះបាទសម្រាប់កុំព្យូទ័រខ្ញុំបាទក្រោយពីបិទបានជោគជ័យអស់ហើយលោកអ្នកគ្រូអាចចុចលើសញ្ញាខ្វែងនេះមកបាទតែប៉ុណ្នេះជាការស្រេចបាទអរគុណច្រើនចំពោះវីដេអូនេះគឺមានតែប៉ុណ្្នេះទេបាទសូមអរគុណជួបគ្នានៅវីដេអូក្រោយបន្តទៀត